ខ្ញុំបាទអូនវិសិទ្ធគុណជាប្រធានប្រតិភូឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់និងជាប្រធានគណៈបកកម្លាំងប្រជាធិបតេយ្យព្រមទាំងសមាជិកសមាជិកាគណៈបកកម្លាំងប្រជាធិបតេយ្យទាំងអស់សូមរំលឹកខួប13ឆ្នាំនៃការចូលសោយទីវង្គតព្រះបរមរតនកោដ្ឋព្រះនរោត្តមសីហនុដែលជាព្រះវររាជបិតាជាតិខ្មែរព្រះអង្គទ្រង់មានស្នាមប្រហោះជាច្រើននៅពេលដែលព្រះអង្គមានប្រជញ្ញព្រះអង្គពិតជាព្រះវររាជបិតាជាតិខ្មែរពិតប្រាកដក្នុងនាមខ្ញុំជាអ្នកនយោបាយនិងជាប្រធានគណៈបកព្រមទាំងសមាជិកសមាជិកាសូមក្រាបថ្វាយបង្គំនិងគោរពនៅព្រះវិញ្ញាណក្ខន្ធព្រះអង្គដ៏ថ្លៃថ្លាបំផុតខ្ញុំបកករណាសូមសម្ដែងនៅការសោកស្ដាយនិងសម្ដែងនៅការនឹករលឹកគ្រប់ស្នាមប្រហោះនៃព្រះអង្គបានបន្សល់ទុកដល់កូនចៅជំនាន់ក្រោយខ្ញុំបកករណាសូមរំលឹកនឹកដល់ស្នាមប្រហោះដ៏មហាធំធេងនិងជាមហាជោគជ័យរបស់ព្រះបរមរតនកោដ្ឋនរោត្តមសីហនុព្រះវររាជបិតាជាតិខ្មែរក្នុងឆ្នាំ1947នៅក្នុងឆ្នាំ1947ព្រះអង្គបានដាក់កំណត់ឲ្យប្រទេសសៀមត្រូវផ្ដល់ត្រឡប់មកវិញនៅខេត្តចំនួន4ដែលជាខេត្តរបស់ខ្មែរក្នុងនោះមានខេត្តបាត់ដំបងខេត្តកំពង់ធំខេត្តសៀមរាបនិងខេត្តស្ទឹងត្រែងនេះហើយគឺជាព្រះមហាជោគជ័យដ៏ធំធេងរបស់ព្រះវររាជបិតាជាតិខ្មែរព្រះបរមរតនកោដ្ឋបន្ទាប់ពីព្រះអង្គបានឡើងគ្រងរាជ្យជាព្រះមហាក្សត្រនៃប្រជាណាចក្រកម្ពុជាព្រះអង្គក៏បានទាមទារឲ្យមានឯករាជ្យមួយកើតឡើងនៅក្នុងប្រជាណាចក្រកម្ពុជាពីអាណានិគមបារាំងស្ថិតនៅក្នុងរបបក្រោមការដឹកនាំរបស់ព្រះអង្គក៏បានយាងសម្ពោធនៅសមិទ្ធផលជាច្រើននៅក្នុងឆ្នាំ1966ព្រះអង្គបានចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់នៅសមិទ្ធផលដែលមានវិមានឯករាជ្យមានសាលាពុទ្ធិកៈមានសាកលវិទ្យាល័យមានពហុកីឡដ្ឋានជាតិអូឡ িম্প ពិកមានប្រលានយន្តហោះលក្ខណៈព្រមទាំងប្រឡាយស្រះធំនៅតាមតំបន់ជនបទនៃប្រជាណាចក្រកម្ពុជាបន្ទាប់ពីស្នាដៃដ៏ធំធេងទាំងអស់នេះក្នុងនាមខ្ញុំជាអ្នកនយោបាយខ្ញុំមិនអាចបំភ្លេចបានទេនៅថ្ងៃ23តុលាដែលជាថ្ងៃបង្រួបបង្រួមជាថ្ងៃចរចាឲ្យមានសន្តិភាពយ៉ាងពេញលេញនៅក្នុងប្រទេសកម្ពុជាតួអង្គទាំងពីរដែលខ្ញុំមិនអាចបំភ្លេចបាននិងចងចាំជាពិសេសមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងព្រះអង្គព្រះនរោត្តមសីហនុតួអង្គទាំងពីរនេះមិនអាចបាត់តួអង្គណាមួយបានជាដាច់ខាតហើយតួអង្គទាំងពីរនេះគឺជាតួអង្គប្រវត្តិសាស្ត្រដល់កូនខ្មែរជំនាន់ក្រោយក្នុងការទទួលយកសន្តិភាពប្រកបទៅដោយភាពជោគជ័យនិងថ្លៃថ្លាបំផុតជាថ្ងៃបើកនៅទំព័រសក្ការៈថ្មីជូនដល់កម្ពុជានេះហើយគឺជាស្នាមប្រហោះរបស់ព្រះអង្គតែកូនចៅទាំងអស់ក្នុងនាមខ្ញុំជាអ្នកនយោបាយខ្ញុំមិនអាចបំភ្លេចបានជាដាច់ខាតហើយក្នុងនាមខ្ញុំជាអ្នកនយោបាយខ្ញុំសូមបដិញ្ញាចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាការពារនៅរបបរាជានិយមឲ្យបានល្អហើយនឹងសូមសន្យាថាមិនចូលរួមជាដាច់ខាតជាមួយក្រុមជ្រុលនិយមបម្រើនយោបាយឲ្យបរទេសដើម្បីបំផ្លាញជាតិខ្មែរជាដាច់ខាត
នឹងចូលរួមការពារនៅបូរណភាពទឹកដីដែលកំពុងតែមានការឈ្លានពានពីប្រទេសជិតខាង